អរគុណសន្តិភាពអរគុណនយោបាយឈ្នះឈ្នះដឹងគុណជានិច្ចស្ថាបនិកមគ្គុទេសឯកនិងប្រតិបត្តិការនយោបាយឈ្នះឈ្នះដែលនាំមកនៅសន្តិភាពនិងការឯកភាពជាតិពេញលេញខ្ញុំព្រះករណាសូមក្រាបថ្វាយបង្គំព្រះថេរនុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពជំរាបសួរសម្ដេចលោកជំទាវលោកអ្នកអង្គញាអេដាមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលកំពុងតាមដានស្ដាប់កម្មវិធីនីតិវប្បធម៌របស់វិទ្យុបាយ័ន FM 95 MHz ផ្សាយចេញពីរាជធានីភ្នំពេញនារាត្រីថ្ងៃច័ន្ទ13រោចខែចេសឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី23ខែមិថុនាឆ្នាំ2025នារាត្រីនេះក៏ដូចជារាត្រីថ្ងៃច័ន្ទនិងអង្គាររាល់ដងដែរខ្ញុំប្រកាសណាខ្ញុំបាទយ៉ាន់យឿនគឺមានទូនីតិចូលមកសម្របសម្រួលកម្មវិធីហើយរាត្រីនេះយើងចាប់ផ្ដើមសម្រាប់កម្មវិធីខ្ញុំប្រកាសណាខ្ញុំបាទនេះជារៀងយឺតបន្តិចដោយសារជាប់ការផ្សាយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាលោកបានថ្លែងសារដែលមានអត្ថន័យសំខាន់និងចាំបាច់ជាច្រើនដើម្បីជូនបងប្អូនប្រជាពលរដ្ឋហើយនានាទីនេះក៏យើងមានខ្សែទូរស័ព្ទ2ខ្សែសម្រាប់បងប្អូនដែលចង់ចូលរួមជាមួយនឹងកម្មវិធីយើងខ្សែទី1នេះគឺ012 99 90 95ខ្សែទី2គឺ097 70 90 751ដូច្នេះសូមបងប្អូនត្រៀមលក្ខណៈដើម្បីចូលរួមជាមួយនឹងកម្មវិធីរបស់យើងហើយជាកិច្ចចាប់ផ្ដើមនេះខ្ញុំប្រកាសណាខ្ញុំបាទក៏សូមចូលរួមនៅយោបល់ហើយក៏ជាកិច្ចសន្យាចំពោះបងប្អូនទៅតាម Facebook account របស់ខ្ញុំប្រកាសណាខ្ញុំបាទនោះថានឹងមកបកស្រាយជូនបងប្អូនជនរួមជាតិនិងប្រិមិត្តដែលជាប្រិមិត្តរបស់វិទ្យុបាយ័នក៏ដូចជាប្រិមិត្តរបស់បាយ័ន Radio New Page ហើយក៏ដូចជាបងប្អូនដែលជាមិត្តភ័ក្តិនៅក្នុង account Facebook របស់ខ្ញុំប្រកាសណាខ្ញុំបាទដែរហើយធៀបពិតរឿងនេះបានកើតឡើងតាំងពីថ្ងៃ15ណាថ្ងៃ15មកម្លេះក៏ប៉ុន្តែដោយសារតែកម្មវិធីខ្ញុំប្រកាសណាខ្ញុំបានមកដល់ពេលនេះរហូតដល់ថ្ងៃច័ន្ទនេះបានមានឱកាសក្នុងការជជែកហើយមានមិត្តភ័ក្តិបងប្អូនថាហេតុអីក៏មិននិយាយនៅក្នុង Facebook និយាយ Facebook បាទនិយាយមួយសារទៀតហើយមកនិយាយនៅក្នុងនេះមកបានចែកជូនទៅដល់ពុកម៉ែបងប្អូននៅតាមជនបទដែលជាប្រិមិត្តរបស់វិទ្យុបាយ័នFM 95 MHz ផងហើយក៏ដូចជាប្រិមិត្តរបស់ page បាយ័ន Radio News ផងដូច្នេះនិយាយម្ដងទៅបានច្រើនហើយនៅក្នុងនេះសូមរំលឹកនៅព្រឹត្តិការណ៍នឹងឡើងវិញបន្តិចតាក់ទងទៅនឹងការធ្លាយសាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលលោកបានសន្ទនាជាមួយលោកស្រីផែថងឋាននាយករដ្ឋមន្ត្រីនៃប្រជាជាតិថៃនោះហើយសូមបញ្ជាក់ថាការសន្ទនានោះវាជារឿងផ្ទាល់ខ្លួនទេជារឿងផ្ទាល់ខ្លួនទេភាសាអង់គ្លេសថា personal ទេពីព្រោះការជជែកនោះក៏មិនមែនជាស្ថិតនៅក្នុងកម្មវិធីផ្លូវការហើយការភាសាដែលប្រើប្រាស់នោះក៏ក្នុងនាមជាចាត់ទុកថាបើគ្រួសារកន្លងមកថាគ្រួសារបងធေါ်បងធေါ်នោះអីចឹងបើលោកស្រីជាកូនរបស់លោកថាក់ស៊ីនអញ្ចឹងហាក់បីដូចជាគិតនៅក្នុងកូនធေါ်
នឹងពុកធរដែរហើយការសន្ទនានេះទៀតគឺរើសចំថ្ងៃដែលពិភពលោកថាទិវាលោកឪពុកនោះអញ្ចឹងអានោះមានរឿងច្រើនក្នុងការជ្រើសរើសថ្ងៃអ្វីៗអញ្ចឹងខ្ញុំប្រកាសណាខ្ញុំមិនបែកសាយទៅឆ្ងាយទេគ្រាន់ថារំលឹកនៅរឿងរ៉ាវដែលកើតឡើងហើយនៅក្នុងខ្លឹមសារនិយាយនោះគឺទី1គ្រាន់តែនិយាយនៅក្នុងនាមថាជាលក្ខណៈផ្ទាល់ខ្លួនហើយនៅក្នុងនោះក៏ប្រើប្រាស់នៅទូរស័ព្ទអាចជាលក្ខណៈផ្ទាល់ខ្លួនហើយក៏ជាសំណូមពរនៅក្នុងលក្ខណៈផ្ទាល់ខ្លួនមែនក៏ប៉ុន្តែការងាររបស់នាយករដ្ឋមន្ត្រីថៃនោះគឺវាពាក់ព័ន្ធទៅនឹងកិច្ចការមួយចំនួនដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់លោកស្រីដូច្នេះក៏មានការសន្ទនានៅតាមកិច្ចការទាំងអស់នឹងប៉ុន្តែប្រហែលថ្ងៃក្រោយមកទៀតគឺសារនោះត្រូវបានធ្លាយហើយការធ្លាយសារនេះត្រូវបានមជ្ឈដ្ឋានទូទៅទាំងមជ្ឈដ្ឋាននៅក្នុងកម្ពុជានិងមជ្ឈដ្ឋាននៅក្នុងប្រទេសថៃក៏ដូចជាមជ្ឈដ្ឋានជាអន្តរជាតិនិងជាពិសេសផ្នែកសារព័ត៌មានហើយនឹងខាង social media នោះគឺមានការជជែកវែកញែកគ្រប់គ្នាទៅតាមការយល់ឃើញចឹងទៅហើយក្នុងនោះក៏មានវាគ្មិនឬក៏អ្នកជំនាញផ្សេងនោះក៏មកបកស្រាយទៅលើរឿងដែលបានកើតឡើងកន្លងមកនឹងដែរហើយនៅពេលនេះសម្រាប់ខ្ញុំបកករណាខ្ញុំបាទក៏មានការយល់ឃើញមកជ្រុងដែរតាក់ទងទៅនឹងការធ្លាយសារនេះក្នុងនាមជាការបញ្ចេញកម្រិតផ្ទាល់ខ្លួនខ្ញុំប្រកាសណាខ្ញុំមើលឃើញនៅខ្លឹមសារមួយចំនួនដែលថាហេតុអីបានសារនឹងវាមានការធ្លាយឬក៏វាមានខ្លឹមសារយ៉ាងណាដែលនៅក្នុងនោះដែលខ្ញុំប្រកាសណាខ្ញុំបានឲ្យចំណងជើងទៅលើសារនោះថាព្រួញដេចជោនោះគឺបាញ់ម្ដងចំ5គោលដៅអញ្ចឹងខ្ញុំប្រកាសណាខ្ញុំបាននឹងសូមលើកយកនៅ5គោលដៅនោះជាស្អីខ្លះហើយវាមានអត្ថន័យយ៉ាងណាហើយបើសិនជាបងប្អូនអាចបន្ថែមនៅពេលក្រោយឬអាចដាក់ជា comment នៅក្នុង page អានឹងក៏បានដែរចំពោះបងប្អូនដែលនិយមតាមដានតាម page ហើយនឹងតាមគណនី Facebook របស់ខ្ញុំនោះគោលដៅទី1នៃការធ្លាយសារនេះខ្ញុំប្រកាសណាសូមបញ្ជាក់ដែរថាសារនេះមិនដឹងថាធ្លាយយ៉ាងម៉េចនោះជាការអះអាងទោះបីធ្លាយទៅតាមរយៈខាងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនឬក៏លោកបានយ៉ាងម៉េចនោះអានឹងខ្ញុំប្រកាសណាក៏អត់ដឹងដែរឬក៏ធ្លាយតាមលោកស្រីផែថងឋាននោះក៏អត់ដឹងដែរខ្ញុំសូមសង្ខេបអញ្ចឹងប៉ុន្តែសូមនិយាយត្រឹមតែបកស្រាយទៅលើតើសារធ្លាយមកនោះវាមានន័យយ៉ាងម៉េចសូមបកស្រាយតែប៉ុណ្្នឹងទេអញ្ចឹងទី1គឺខ្លឹមសារនៅក្នុងសារនោះគឺចង់បញ្ជាក់អំពីឯករាជ្យភាពរបស់កម្ពុជាមានន័យថាកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនោះជានាយករដ្ឋមន្ត្រីដឹកនាំរាជរដ្ឋាភិបាលសពថ្ងៃនេះគឺជាកម្ពុជាមួយខ្លាំងកម្ពុជារឹងមាំហើយនិងកម្ពុជាមានឯករាជ្យធ្វើអ្វីគឺមានឯករាជ្យភាពរបស់ខ្លួនធ្វើអ្វីមិនត្រូវការប្រមាថធ្វើអ្វីបរទេសត្រូវតែឈរនៅលើភាពស្មើមុខស្មើមាត់គ្នាកុំឲ្យមានការប្រមាថឲ្យសោះការសម្រេចចិត្តនានារបស់កម្ពុជាគឺឈរទៅលើផលប្រយោជន៍ជាតិឈរនៅលើផលប្រយោជន៍ជាតិมันអាចយកអ្វីមកលោកឡំទេទោះបីកម្ពុជាត្រូវការវិនិយោគកម្ពុជាត្រូវការសហប្រតិបត្តិការកម្ពុជាត្រូវការសេដ្ឋកិច្ចមួយកម្ពុជារាប់អានមិត្តភ័ក្តិបងប្អូន
បងធរបងធរក៏ដោយនឹងចាំខ្ញុំប្រកាសណានិយាយនៅចំណុចទី5និយាយរឿងបងធរបងធរហ្នឹងអញ្ចឹងទាំងអស់នេះក៏អត់មានឥទ្ធិពលនៅលើជំហរឬក៏សម្រាប់ចិត្តនៅលើជាតិទេគឺជាតិជាធំជាតិគឺនៅលើអ្វីទាំងអស់អញ្ចឹងនេះហើយដែលជាគោលដៅទី1នៃសារដែលចង់បញ្ជាក់ទៅដល់បរទេសទាំងឡាយក៏ដោយរាប់អានកម្ពុជាស្វាគមន៍ក្នុងការរាប់អានកម្ពុជាត្រូវការវិនិយោគត្រូវការសហប្រតិបត្តិការត្រូវការសេដ្ឋកិច្ចត្រូវការអ្វីៗទាំងអស់ប៉ុន្តែនៅក្នុងនាមឯករាជ្យដែលឈរលើស្មារតីគ្នានៅក្នុងប្រទេសដែលមានអធិបតេយ្យជាតិមួយនិងមានរដ្ឋាភិបាលត្រឹមត្រូវដូច្នេះការប្រមាថទាំងឡាយណាมันអាចទទួលយកបានទេมันអាចទទួលយកបានទេកុំឲ្យធ្វើអញ្ចេះធ្វើអញ្ចោះហើយទៅតាមតែអំពើចិត្តខ្លួនឯងដើរនិយាយថាគេគ្មានសិលធម៌ប៉ុន្តែខ្លួនឯងទង្វើមិនមែនមិនមានសិលធម៌ទេសូម្បីតែគោរពច្បាប់ជាតិខ្លួនឯងនឹងក៏គ្មានគោរពច្បាប់អន្តរជាតិក៏គ្មានបំពៀនគោរពពិធីការនៃការទូតនោះក៏គ្មានធ្វើទាំងក៏គ្លឿនចង់ដើរចូលមកលើព្រំដីរបស់គេបាញ់គេសម្លាប់ក៏តាមអំពើចិត្តហើយចង់បិទព្រំដែនបិទជាឯកតោភាគីអត់មានបង្ហាញនូវភាពថ្លៃថ្នូរហើយចង់ធ្វើអីធ្វើតាមអំពើចិត្តហើយចឹងខ្លួនឯងខំមកនិយាយណាខ្ញុំប្រកាសណានិយាយនេះគឺសំដៅទៅលើប្រទេសថៃដែលព្យាយាមធ្វើនៅរឿងជាច្រើនដែលមិនគោរពច្បាប់មិនគោរពក្រមសីលធម៌ហើយស្រែកថាគេនឹងធ្វើការគ្មានវិជ្ជាជីវៈបើខ្លួនឯងមិនមែនត្រឹមតែមិនមានវិជ្ជាជីវៈទេសូម្បីតែច្បាប់នឹងក៏រំលោភផងណាតែទាហាននឹងមិនស្ដាប់នាយករដ្ឋមន្ត្រីផងហើយអញ្ចឹងអានឹងអួតមកគ្រប់ច្បាប់ស្អីណាបាទហ្នឹងទី1និយាយអំពីកម្ពុជាខ្លាំងកម្ពុជាស្ថិតនៅក្រោមឯករាជ្យភាពហើយការសម្រេចចិត្តនិងការធ្វើការងារគឺផលប្រយោជន៍ជាតិជាធំអញ្ចឹងទៅតាមខ្លឹមសារហ្នឹងគឺមានន័យអញ្ចឹងហើយចំពោះគោលដៅទី2នៃសារនោះគឺបញ្ជាក់ថាប្រទេសថៃនេះគឺចាញ់យុទ្ធសាស្ត្រកម្ពុជាចាញ់យុទ្ធសាស្ត្រកម្ពុជាគ្រប់ច្រកទាំងអស់ទាំងការទូតណាទាំងព័ត៌មានហើយខ្ញុំប្រកាសណាខ្ញុំនឹងបកស្រាយមួយទាំងសេដ្ឋកិច្ចហើយអ្វីដែលនៅសូមបងប្អូនជាពិសេសបងប្អូនកងទ័ពសូមផ្ញើសួរសុខទុក្ខផងហើយសូមមានការប្រុងប្រយ័ត្នបានខ្ពស់បន្ថែមទៀតព្រោះនៅសល់ច្រកមួយកងទ័ពពីព្រោះឥឡូវនេះបន្ទាប់ពីបិទព្រំដែនទាំងស្រុងមកគេនឹងអស់អ្វីដែលមករំខានយើងដោយកន្លងមកមានគ្រប់រឿងទេឥឡូវនៅសល់កងទ័ពមួយដែលគេមិនទាន់បានរំខានឲ្យបានដល់កម្រិតនោះអញ្ចឹងអាចនឹងមានការរំខានទៅលើផ្នែកកងទ័ពដូចនេះសូមផ្ញើពាក្យពេចន៍ខ្លះជូនទៅដល់បងប្អូនកងទ័ពរបស់យើងណាកម្លាំងប្រដាប់អាវុធទាំងអស់ទាំងកងទ័ពទាំងនគរបាលនិងកម្លាំងជំនាញគ្រប់គ្រងទៅដល់បច្ចេកទេសនៃការប្រយុទ្ធទៅលើសមរភូមិទាំងអស់ហើយការចាញ់យុទ្ធសាស្ត្រនេះយើងមើលហើយថៃចាញ់តាំងពីឆ្នាំ1962មកចាញ់យុទ្ធសាស្ត្រកម្ពុជាហើយថៃចាញ់ទាំងអាម៉ាស់មុខនៅលើឆាកអន្តរជាតិខំប្រឹងស្រែកលោលងបដិសេធមិនទទួលស្គាល់មិនអីប៉ុន្តែចុងក្រោយទៅសុំទោសនឹងទទួលយកទាំងញ័រមាត់ញ័រដៃទទួលយកនៅការចាញ់របស់កម្ពុជាហើយនៅឆ្នាំ2013គឺមួយសារទៀតដែលប្រទេសថៃនឹងត្រូវចាញ់យុទ្ធសាស្ត្ររបស់កម្ពុជាហើយខ្ញុំប្រកាសណាខ្ញុំបាទក៏ជឿច្បាស់ថានៅពេលនេះក៏ថៃដឹងខ្លួនថាខ្លួននឹងចាញ់កម្ពុជាចាញ់យុទ្ធសាស្ត្ររបស់សម្ដេចតេជោចាញ់យុទ្ធសាស្ត្ររបស់
សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីកម្ពុជាបើមិនចឹងថៃមិនមែនឡាំប៉ាប្រឹងពញាពេលក្នុងការចរចារឿងព្រំដែនពីមួយពេលទៅមួយពេលបើគិតពី MOU ឆ្នាំ2000មកដល់ឥឡូវគឺរយៈពេល25ឆ្នាំហើយបើថៃមានចេតនាដោយសុចរិតបើថៃជាអ្នកគោរពច្បាប់បើថៃជាអ្នកទទួលស្គាល់ការពិតគឺថៃនឹងព្រមដោះស្រាយហើយរហូតទៅដល់កម្ពុជាទ្រាំលែងបាននៅលើទង្វើដល់ក៏ឃ្លឿននឹងការប្រមាថគៀបសង្កត់គ្រប់បែបយ៉ាងអញ្ចឹងទើបរាជរដ្ឋាភិបាលកម្ពុជាសម្រេចចិត្តប្តឹងទៅ ICJ ណាឬក៏តុលាការយុត្តិធម៌អន្តរជាតិហើយនៅពេលនេះទៀតប្រទេសថៃដឹងច្បាស់ថាខ្លួននឹងចាញ់ដូច្នេះខំប្រឹងឡាំប៉ាណាខំប្រឹងឡាំប៉ាហើយការឡាំប៉ានេះឥឡូវនេះខំជាយាមទៅរកប្រទេសទី3ឲ្យមកសម្របសម្រួលមិនចាំបាច់ទេណាបើយល់ថារឿងទាំងអស់នេះវាសិតតែជារឿងត្រឹមត្រូវរឿងល្អទៅ ICJ ទៅកាត់ក្តីឲ្យទទួលយកនៅលទ្ធផលទាំងអស់គ្នាបើកម្ពុជាចាញ់កម្ពុជាក៏ទទួលយកហើយបើថៃចាញ់ក្លាហាននឹងទទួលយកទៅប៉ុន្តែខ្ញុំប្រកាសថាខ្ញុំជឿជាក់យ៉ាងមុតមមថាប្រទេសថៃនឹងចាញ់នៅលើរឿងក្តីនេះទៀតទទួលភាពអាម៉ាស់បន្តទៀតដូច្នេះហើយប្រទេសថៃខំប្រឹងរកវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីរំខានឬក៏រករឿងកម្ពុជាក៏ប៉ុន្តែកម្ពុជានៅពេលនេះគឺខ្លាំងរឹងមាំអ្នកឯងចង់មកច្រកណាគឺឆ្លើយតបបានទាំងអស់អ្នកឯងចង់ឆ្លើយមកឆ្លើយតបផ្នែកការទូតយើងនឹងឆ្លើយតបទៅលើផ្នែកការទូតហើយទៅលើសេដ្ឋកិច្ចគឺយើងឆ្លើយតបណាខំថៃលោតក្បាច់មួយណាក៏ជាក្បាច់ដែលត្រូវកម្ពុជាបំបាក់បានដែរឬក៏និយាយបានម្យ៉ាងទៀតសភាសិទ្ធបុរាណខ្មែរថាប្រទេសថៃនៅពេលនេះណាឬក៏ថៃនៅពេលនេះគឺជាមន់ចាល់ថាណាមន់ចាល់ថាមានន័យថាអឺតមកណាអឺតមកប្រឡោះណាក៏ត្រូវរបស់គេដែរចង់ចេញប្រឡោះណាមកក៏ត្រូវដែរណាអញ្ចឹងថៃអត់គ្មានអីហ៊ានប្រើល្បិចកិច្ចកលអីទេព្យាយាមប្រើល្បិចកលច្រើនណាច្រើនណាស់តែទៅមិនរួចណាហើយចុងក្រោយនេះគឺយើងមើលប្រឹងអស់ហើយចុងក្រោយគឺប្រកាសរកប្រទេសទី3មកជួយសម្របសម្រួលក្នុងការដោះស្រាយហើយដោះស្រាយទៅលើទ្វេភាគីដោះស្រាយទៅលើតាមពិតខ្ញុំប្រកាសណាខ្ញុំមិនចង់លើកយកទេព្រោះនេះជារឿងរបស់រាជរដ្ឋាភិបាលទេប៉ុន្តែរឿងសំខាន់នៅទីនេះគឺរឿងបញ្ហាព្រំដែននឹងតែម្ដងណាហើយរឿងបញ្ហាព្រំដែននេះគឺថៃបានគូសផែនទីដោយឯកតោភាគីទី1ទី2ថៃគឺបានបង្កើតប្រវត្តិសាស្ត្រមួយคล้ายហើយទាំងពីរនេះគឺបានបណ្ដុះទៅក្នុងការអប់រំរបស់មហាជនឬក៏ប្រជាពលរដ្ឋថៃអានេះនិយាយពីថ្នាក់ដឹកនាំថៃកន្លងមកហ្នឹងគឺបញ្ជ្រាបនៅចំណេះដឹងបែបហ្នឹងដែលជាចំណេះដឹងคล้ายដូច្នេះបើសិនជាទាំងអស់នេះវាលែងคล้ายទៅជាការពិតគេបកស្រាយហើយវាទៅជាការខកបំណងមិនទទួលបានដូចអ្វីដែលបានបញ្ជ្រាបទៅក្នុងការអប់រំឬការបង្រៀនរបស់ពលរដ្ឋថៃនោះទេអញ្ចឹងថ្នាក់ដឹកនាំថៃប្រកាសជាទទួលភាពអាម៉ាស់នៅក្នុងសង្គមឬប្រទេសជាតិរបស់ខ្លួនឯងក៏ដូចជាអន្តរជាតិដែរដូច្នេះថៃខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីការពារនៅកំហុសរបស់ខ្លួនក៏ប៉ុន្តែការបង្កើតកំហុសមួយហើយទៅប្រឹងបង្កើតកំហុសមួយទៀតដើម្បីបិទបាំងនៅកំហុសចាស់នោះថៃនឹងដើរចូលទៅក្នុងកំហុសកាន់តែច្រើនហើយប្រវត្តិសាស្ត្រនឹងកត់ត្រាពីមួយពេលទៅមួយពេលគឺថៃគឺជាអ្នកដែលព្យាយាមបង្កើតកំហុសជាសេរីដើម្បីបំពុលប្រជាពលរដ្ឋខ្លួនឯងបាទនេះជាចំណុចទី2ដែលថៃគឺជាប្រទេសមួយដែលកំពុងចាល់ថាដោយសារតែចាញ់យុទ្ធសាស្ត្រដេចជោសែននិងសម្ដេច
ធិបតីហ៊ុនម៉ាណែតនិងថ្នាក់ដឹកនាំរបស់ព្រះរាជាណាចក្រកម្ពុជានេះចំណុចទី2រីឯចំណុចទី3គឺនៅប្រទេសថៃគឺនាយករដ្ឋមន្ត្រីផ្សេងហើយនឹងកងទ័ពនោះផ្សេងឬក៏ដូចខ្ញុំប្រកាសណាធ្លាប់បានលើកកន្លងមកហើយនៅប្រទេសថៃនៅពេលនេះគឺការប៉ះទង្គិចគ្នារវាងអំណាចពីរគឺអំណាចចាស់ហើយនិងអំណាចថ្មីអំណាចចាស់នោះគឺវាំងហើយនឹងអាមាត្យជាអំណាចនៅកដាលហើយនៅក្នុងនោះមានអំណាចពីរទៀតដែលគ្រប់គ្រងវាំងហើយវិញធ្លុង3គឺកងទ័ពហើយនឹងក្រុមអភិជននោះអញ្ចឹង3នេះគេវិញធ្លុង3នេះវិញបញ្ចូលគ្នាបានជាខ្សែមួយដ៏រឹងមាំដែលក្រងអំណាចនៅក្នុងប្រទេសថៃនឹងហើយខ្ញុំហៅថាវាជាអំណាចចាស់ជាអំណាចចាស់រីឯអំណាចថ្មីនោះគឺជាអំណាចរបស់មហាជនជាអំណាចរបស់ប្រជាពលរដ្ឋថៃណាហើយអំណាចប្រជាពលរដ្ឋថៃនៅពេលនេះគឺមានកម្លាំងយ៉ាងហោចណាស់ក៏3ដែរដែលឡើងមកត្រូវតែប្រឆាំងជាមួយនឹងអំណាចចាស់ណាគឺអំណាចរបស់កម្លាំងរបស់ថាស៊ីនកម្លាំងរបស់ថាស៊ីននេះជាកម្លាំងរបស់មហាជនទូទៅពលករកម្មករកសិករអាជីវករអីតូចតាចអីចឹងទៅហើយកម្លាំងទី2នោះគឺកម្លាំងភិតថាដែលជាកម្លាំងតំណាងឲ្យយុវជននិងកម្លាំងឲ្យបញ្ញវន្តដែលកំពុងតែរះឡើងដែលទទួលបាននៅមនោគមវិជ្ជាមួយថ្មីឬក៏ការគិតថ្មីទៅលើថាតើប្រទេសជាតិរបស់គេគួរដឹកនាំតាមរបៀបណាអញ្ចឹងនឹងពីហើយកម្លាំងទី3នោះគឺជាកម្លាំងអាចជាសមោលនៃការជ្រៀតជ្រែករបស់កម្លាំងណាមួយមកពីក្រៅដែលចាំវាជាដុំភ្លើងមួយដែលចាំដុតប្រទេសថៃនឹងឲ្យឆេះនៅពេលណាដែលមានឱកាសហើយកម្លាំងទាំងពីរនេះចឹងសរុបមកកម្លាំងទាំងអស់ហ្នឹងបើសិនជាបញ្ចូលដូចគ្នាមកគឺកម្លាំងមហាជនកំពុងតែស្ទុះខ្លាំងហើយដែលជាកម្លាំងកាន់អំណាចចាស់កន្លងមកហ្នឹងពិបាកទប់ហើយនៅពេលនេះដើម្បីដោះស្រាយវិបត្តិនឹងមួយនោះគឺខាងរាជវាំងនឹងខំប្រឹងទាញលោកស្រីផែថងថានឹងឲ្យចូលហើយការឲ្យចូលនេះដើម្បីហែកនៅកម្លាំងថ្មីជា2ដើម្បីកុំឲ្យកម្លាំងនឹងនៅមូលផ្ដុំហើយកន្លែងនេះសូមបញ្ជាក់ថាមានការវិភាគច្រើនថាប្រទេសថៃនឹងធ្វើរដ្ឋប្រហារណានឹងធ្វើរដ្ឋប្រហារខ្ញុំប្រកាសណាខ្ញុំបាទមិនហ៊ានទាន់ប្រកែកទេប៉ុន្តែសូមជូនជាយោបល់ថាអញ្ចេះថានៅពេលនេះគឺប្រទេសថៃឬកងទ័ពមិនហ៊ានធ្វើរដ្ឋប្រហារទេពីព្រោះបើហ៊ានធ្វើរដ្ឋប្រហារកម្លាំងមហាជនកំពុងតែខ្លាំងហើយនឹងពិបាកទប់ទល់ហើយការទប់ទល់បានគឺវាប្រកបទៅដោយការបង្ហូរឈាមយើងមើលនៅឆ្នាំ2010ឬ2011នាយករដ្ឋមន្ត្រីណាអភិសិទ្ធវិជ្ជាជីវ៉ាណាចុងក្រោយគឺសម្រេចចិត្តបើកអាស្គុតឬបើករថក្រោះដើម្បីទៅកិនដល់ក្រុមបាតកោហើយនោះកាលពី2010ដែលជាចំនួនមួយនៅចំនួនដែល social media មិនទាន់ពេញនិយមខ្លាំងដូចបច្ចុប្បន្នទេក៏ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះប្រព័ន្ធ social media គឺកំពុងពេញនិយមខ្លាំងណាស់នៅក្នុងស្រទាប់មហាជនថៃហ្នឹងក៏មិនខុសពីប្រជាណាចក្រកម្ពុជាយើងដែរដូច្នេះមិនថាចាស់មិនថាក្មេងមិនថាវ័យណាគឺអាចចេះប្រើប្រព័ន្ធ social media ទាំងអស់ដូច្នេះការទប់ស្កាត់ពីព័ត៌មាននៃវាយប្រហារបែបនេះគឺប្រកាសជាពិបាកដូច្នេះជំរើសមួយនៅក្នុងដំណោះស្រាយគឺប្រឹងព្យាយាមទាញផែថងឋានជានាយករដ្ឋមន្ត្រីបច្ចុប្បន្នហ្នឹងឲ្យចូលរួមជាមួយនឹងខ្លួនហើយថ្មីនេះផែថងឋានក៏បានសម្របខ្លួនពីព្រោះផែថងឋានក៏នៅជាប់ឃ្លេមួយដែរដែលលោកថាស៊ីនដែលជាឪពុករបស់ខ្លួនហ្នឹងបើសិនជាមិនចូលរួមត្រូវគេនឹងកាត់ទោសនៅខែក្រោយទៅជាយ៉ាងម៉េចពីព្រោះនេះវាជាឃ្លេមួយដែលថាស៊ីនផ្្លាត់ស្លៀតកន្លងមកហ្នឹងអញ្ចឹងនេះវាជាចំណុចមួយទោះបីជាយ៉ាងណាក៏ដោយគឺ
កាលណាអំណាចថ្មីដោយផែថងថានេះខ្ញុំប្រកាសណាសូមទាញចូលមកវិញអំណាចថ្មីជាអំណាចនយោបាយគឺឡើងមកទុំលើទ្រនំរបស់គេទុំទ្រនំរបស់គេគឺទុំលើទ្រនំចាស់អញ្ចឹងកាលណាអំណាចខ្លួនឯងថ្មីគ្រាន់តែជាអំណាចនយោបាយអំណាចសើនេះអំណាចពាក្យសម្ដីនេះអត់អាចទៅធ្វើអីជាមួយអំណាចចាស់ទេណាដែលគេថាអំណាចថ្មីនេះឡើងមកទុំលើទ្រនំរបស់គេអញ្ចឹងទ្រនំរបស់គេដែលចាក់គ្រឹះរឹងមាំមានបណ្ដាញស្អីស្កាហើយអញ្ចឹងអំណាចដែលគ្មានអាវុធនេះគឺមិនអាចទៅធ្វើអីគេបានទេហើយចង់មិនចង់ត្រូវគេផ្ដួលតាមអំពើចិត្តចង់មិនចង់ត្រូវគេកាច់ចកូតគេអូសទាញទៅតាមអ្វីដែលចង់បានត្រូវតែធ្វើតាមគេអញ្ចឹងបានយើងមើលឃើញថាហេតុអីបាននាយករដ្ឋមន្ត្រីផែថងឋានមិនមានអំណាចនេះហើយជាមូលហេតុអញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋមិនបាច់ឆ្ងល់ទេណាមិនបាច់ឆ្ងល់ទេព្រោះគ្មានអំណាចគឺដោយសារយើងជាអំណាចថ្មីឡើងមកទៅលើទ្រនំរបស់គេចាស់ហ្នឹងហើយសូមបង្ហាញជូននេះថាចុះហេតុអីបានវាអញ្ចឹងអានេះជាច្បាប់ធម្មជាតិមួយនៃសង្គមណាឬក៏ថាវិទ្យាសាស្ត្រនយោបាយណាគឺនៅពេលដែលអំណាចនឹងកាន់យូរទៅហើយមិនបានធ្វើបច្ចុប្បន្នភាពទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋអញ្ចឹងវាអាចជួបបញ្ហាសម័យណាដោយសម័យណាចំនួនណាដោយចំនួនណាប្រទេសណាដោយប្រទេសណាដែរអញ្ចឹងយូរទៅគេនឹងមើលឃើញអំពីមនោគមវិជ្ជាចាស់ហ្នឹងវាមិនសមស្របជាមួយនឹងមនោគមវិជ្ជាថ្មីណាហើយសួរថាអ្នកខ្លះសួរថាខុសឬត្រូវកន្លែងនេះខ្ញុំប្រកាសណាមិននិយាយអំពីខុសហើយនឹងត្រូវទេគ្រាន់តែចង់និយាយថាអំណាចចាស់ដែលមិនបានធ្វើបច្ចុប្បន្នភាពឲ្យត្រូវនឹងការគិតរបស់ការគិតថ្មីរបស់មហាជនរបស់ប្រជាពលរដ្ឋថ្មីឡើងមកទេនោះវានឹងជួបបញ្ហាហើយជាក់ស្ដែងយើងមើលសម្បីតែអាមេរិកឥឡូវក៏ចាប់ផ្ដើមមានបញ្ហាដែរអាមេរិកធ្លាប់ល្បីថាអាមេរិកនឹងល្អអីគ្រប់យ៉ាងអីទាំងអស់ក៏ប៉ុន្តែឆ្នាំនេះនៅប្រហែលថ្ងៃនេះខួប250ឆ្នាំហើយ250ឆ្នាំមកពេលនេះគឺទើបដឹងថាអាមេរិកគឺមានកន្លែងពុករលួយហើយពុករលួយនោះគឺរឹងមាំបំផុតដែលលោក Donald Trump នឹងឡើងមកឃើញថាកន្លែងហ្នឹងវាពុករលួយហើយចង់បន្សាបឬក៏ចង់ទម្លាយខំយក Elon Musk ទៅដឹកនាំទៀតទៅធ្វើការព្រោះ Elon Musk ហ្នឹងមានលុយច្រើនចាយមកហើយថាវានឹងមិនពុករលួយ Elon Musk ដាក់ទៅមានអីបុកមិនចូលនៅក្នុងអាសំណាញ់ដ៏រឹងមាំរបស់គេនោះទេហើយចុងក្រោយត្រូវខ្ទាតខ្លួនឯងហើយនេះគឺចង់បង្ហាញថាកាលណានៅយូរទៅហើយភាពក្រាញរនាលនោះមនោគមវិជ្ជាចាស់នោះដែលមិនបានធ្វើបច្ចុប្បន្នភាពឲ្យត្រូវនឹងបរិបទសង្គមនៃមហាជនថ្មីទេវាអាចនឹងជួបបញ្ហាអញ្ចឹងនេះជារឿងរបស់អាមេរិកទេខ្ញុំប្រកាសណាគ្រាន់តែលើកឧទាហរណ៍ជូនទេអញ្ចឹងនៅប្រទេសថៃក៏ដូចគ្នាអញ្ចឹងដែរកន្លងមកប្រទេសដែលមានគេហៅថាជាស្ដេចយើងហៅថាស្ដេចអញ្ចឹងហើយក្នុងមនោគមវិជ្ជានៅអាស៊ីនេះទៀតអីច្រើនតែស្ដេចតួអង្គស្ដេចឬគ្រួសារស្ដេចហ្នឹងមិនមែនកើតមកពីមនុស្សទេគឺកើតមកពីលឹងយូនីអតិទេពអីចឹងទៅហើយស្ដេចហ្នឹងគឺជាបេសកជនរបស់អតិទេពឬស្អីចឹងទៅហើយដល់ពេលក្មេងសម័យឥឡូវគេឆ្វេងយល់សិក្សាទៅគេដឹងថាអត់ទេអាហ្នឹងកើតពីមនុស្សដូចគ្នានោះដល់អញ្ចឹងច្បាប់មួយចំនួនកាលណាបើទៅសេទៅវាសមស្របជាមួយនឹងការគិតរបស់គេទទួលយកទៅប៉ុន្តែច្បាប់ខ្លះវាអាចជាការប្រមាថអីចឹងដែរទៅណាឧទាហរណ៍ថាគ្រាន់តែរិះគន់ឆ្កែអីត្រូវជាប់គុក15ឆ្នាំអីអាហ្នឹងក្រែងវាពិបាកដែរអានេះខ្ញុំប្រកាសណាខ្ញុំមិនជ្រៀតជ្រែកទៅលើរឿងហ្នឹងទេគ្រាន់តែជាឧទាហរណ៍ណាវាអាចคล้ายទៅជាបញ្ហាអញ្ចឹងមូលហេតុនៃនាយករដ្ឋមន្ត្រីដែលគ្មានអំណាចអញ្ចឹងវាជារឿងមួយពិបាកដូច្នេះការធ្លាយសារហ្នឹងវាជារឿងមួយដែលរុញ
រុញនាយករដ្ឋមន្ត្រីថៃហ្នឹងឲ្យវាកាត់ឲ្យដាច់ថាតើផ្លូវណាដែលត្រូវដើរឲ្យពិតប្រាកដដើម្បីគូសវាសនៅលើផ្លូវមួយឲ្យច្បាស់រវាងអ្នកដែលចង់សែបគប់ជាមួយនឹងលោកស្រីផែថងឋាននៅក្នុងគោលនយោបាយឬក៏ជំហានបន្ទាប់របស់ខ្លួនហើយនេះជាគោលដៅទី3នៃសារដែលវាយចំគោលដៅហ្នឹងហើយជាការបើកឲ្យឃើញណាបើកឲ្យឃើញនៅភាពរញ៉េរញ៉ៃនៅក្នុងជួររដ្ឋាភិបាលរបស់ប្រទេសថៃហ្នឹងអានេះវាជាការពិតបង្ហាញមកចឹងហើយចំណុចមួយទៀតគឺចំណុចទី4នោះវាយើងតាក់ទងទៅនឹងសេដ្ឋកិច្ចអាធិបតេយ្យសេដ្ឋកិច្ចលើព្រំដែនយើងកម្ពុជាដើរតាមក្រោយទេតាក់ទងទៅនឹងការដោះស្រាយទៅលើបញ្ហានោះយើងចង់បានណាយើងចង់បានយើងខ្ញុំប្រកាសណាខ្ញុំបានលើកហើយតែយើងត្រូវការវិនិយោគកម្ពុជាត្រូវការវិនិយោគកម្ពុជាត្រូវការសហប្រតិបត្តិការកម្ពុជានៅក្នុងដំណាក់កាលសេដ្ឋកិច្ចដែលវាមិនច្បាស់លាស់នេះគឺយើងគួរណាស់តែប្រឹងរក្សានៅចំណូលប្រឹងសន្សំនៅចំណូលយើងអត់មែននាំគ្នាទៅបំផ្លាញនៅចំណូលដែលមានស្រាប់នោះទេពីព្រោះបញ្ហាពិភពលោកបច្ចុប្បន្ននេះគឺពិបាកនឹងព្យាករណ៍ណាអត់ទាន់មានអ្នកណាហ៊ានព្យាករណ៍ថាវានឹងទៅជាយ៉ាងណាទេពីព្រោះរឿងពីមួយពេលទៅមួយពេលកាន់តែក្តៅរឿងកាន់តែកើតមួយហើយមួយទៀតណាតាំងពីកូវីដមកវារឿងមួយទៅរឿងអ៊ុយក្រែនជារឿងមួយទៅរឿងពន្ធកយដែលអាមេរិកដាក់ចេញជាគោលនយោបាយរបស់ខ្លួនជារឿងមួយទៅឥឡូវមករឿងនៅតំបន់មជ្ឈិមបូព៌ានេះវាកាន់តែធ្ងន់ធ្ងរទៀតហើយអាចនឹងមានរឿងដែលជាគេថាបេសកកម្មដែលវារីកនៅលើតំបន់មជ្ឈិមបូព៌ាយើងអត់ទាន់ដឹងថាវានឹងរីកទៅដល់កម្រិតណាទេហើយដូច្នេះបើសិនជាប្រទេសថៃដែលជាប្រទេសមួយដែលគិតគូរអំពីសុខដុមរមនារវាងប្រទេសជិតខាងដូច្នេះគេមិនគួរណាបង្កើតបញ្ហានៅពេលនេះទេក៏ប៉ុន្តែគេអត់ទេគេអត់ខ្វល់ទេដោយសារគេគិតថាប៉ះពាល់សេដ្ឋកិច្ចគេវាតិចតួចប៉ុន្តែត្រូវយល់ឲ្យច្បាស់ណែឯងគិតថាពេលនេះណែឯងប៉ះតិចតួចប៉ុន្តែណែឯងត្រូវយល់ថាកម្ពុជាក៏អត់មានប៉ះពាល់អីទៅធំដុំដូចណែឯងគិតនោះដែរហើយណែឯងខំព្យាយាមធ្វើគ្រប់បែបយ៉ាងណាទាំងពីការបិទព្រំដែនទាំងពីការបិទមិនឲ្យនាំចេញនាំចូលការបិទឥឡូវនេះមិនរឿងតាក់ទងមកដល់រឿងបញ្ហាសាំងបញ្ហាអីនេះទៀតអញ្ចឹងបញ្ហាសាំងនេះកម្ពុជាមិនចោតទេហើយបើនិយាយពីប្រៀបធៀបខ្ញុំប្រកាសណាខ្ញុំបានធ្លាប់លើកឡើងហើយគឺកម្ពុជាមានលុយទិញផលិតផលរបស់ប្រទេសថៃប្រមាណជា$5000 លានក្នុងមួយឆ្នាំអញ្ចឹងគ្រាន់តែដកទិសដៅនៃការទិញមកប្រមាណដោយសាំងអញ្ចឹងយើងអាចទៅទិញសាំងពីប្រទេសផ្សេងតា2-3ថ្ងៃមុនខ្ញុំប្រកាសណាខ្ញុំបានបង្ហោះនៅក្នុង Facebook ដែរហើយសម្រាប់ពន្យល់នៅបងប្អូនមួយចំនួនខ្លាចគាត់ព្រួយបារម្ភខ្លាចអត់សាំងអីនោះហើយខ្ញុំបង្ហាញក្រុមហ៊ុនធំ2ដែលជារបស់មហាអំណាចនោះដែលកំពុងរកស៊ីជាមួយនឹងកម្ពុជានោះហើយក្រុមហ៊ុនទាំងអស់នោះគេឆ្លៀតឱកាសហើយណាគេឆ្លៀតឱកាសកុំណែឯងមកស្មាងបិទអីណែឯងអានេះវាជាការកណនីខុសរបស់យុទ្ធសាស្ត្រណែឯងទេអ្នកយុទ្ធសាស្ត្រណែឯងទេណាហើយក្រុមហ៊ុនដែលកំពុងរកស៊ីនៅកម្ពុជាស្រាប់នេះគ្រាន់តែគេតម្លើងភាគរយរបស់គេទៅតម្លើងភាគរយអញ្ចឹងសាំងពីប្រទេសថៃមកប្រមាណអាចតែរងវង30ឬក៏ច្រើនជាងនឹងតិចតួចនៅក្នុងក្រុមហ៊ុននីមួយៗហ្នឹងគេអាចបង្កើននៅការនាំចូលរបស់គេមកម្នាក់បង្កើនតែ15ទៅ20%មកអញ្ចឹងវាអាចគ្រប់គ្រាន់ក្នុងការបំពេញសេចក្តីត្រូវការរបស់កម្ពុជាហើយនោះក៏ជាឱកាសដែរណាហើយកុំភ្លេចណាទីផ្សារតែបាត់បង់ហើយមិនងាយទេណាបាត់បង់មិនងាយទេហើយសមត្ថភាពណែហ្នឹងគ្មានឯងចង់មកវាយឈ្លានពានយកទីផ្សារអី
យើងអាចសម័យម្ដងទៀតបានណាបើសិនជាសម័យលើកទី1វាមិនច្បាស់លាស់ហើយណាអញ្ចឹងនេះតកតងទៅនឹងបញ្ហាសេដ្ឋកិច្ចហើយនៅក្នុងនេះក៏សូមជម្រាបជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែរណាបងប្អូនប្រជាពលរដ្ឋដែលកំពុងតែគេហៅថាជោគជាំណាជោគជាំជាមួយនឹងផលិតផលរបស់ប្រទេសថៃនោះនេះខ្លះភ័យណាខ្លាចអត់របស់ប្រទេសថៃហ្នឹងមកទទួលទានឬមកប្រើហ្នឹងបើដូចជានេះខ្ញុំប្រកាសណាខ្ញុំនិយាយទៅបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចទេដែលនៅនិយមអត់បាននោះហាក់បីដូចជាបើអត់អាហ្នឹងទៅមើលទៅបែបជាតិនឹងរស់ទេថាមើលណាសំប្រើពាក្យហ្នឹងចុះហើយនេះវាជារឿងមួយដែលយើងអត់បានគោរពគោលជំហររបស់រាជរដ្ឋាភិបាលទេហើយអួតស្នេហាជាតិអីណាបើយើងស្នេហាជាតិយើងគោរពគោលការណ៍របស់រាជរដ្ឋាភិបាលគោរពគោលការណ៍របស់រាជរដ្ឋាភិបាលបើសិនជាគេបិទហើយអញ្ចឹងមានន័យថាគេមិនចង់ឲ្យយើងគ្រប់គ្រងហើយគ្រាន់តែរឿងខ្លះរាជរដ្ឋាភិបាលពិបាកនឹងនិយាយត្រង់អញ្ចឹងប្រជាពលរដ្ឋត្រូវស្វែងយល់កន្លែងហ្នឹងផងណាហើយកុំផ្កើនហើយអ្នកខ្លះទៅ live Facebook live ផ្កើនទៀតណារឿងខ្លាចបាត់បង់ការងារការពិតគេយល់ពេកហើយណាគេយល់ពេកហើយបាត់បង់ការងារកាលណាវាមានបញ្ហាបិទព្រំដែនមានបញ្ហាបិទសេដ្ឋកិច្ចឬអីទាំងអស់ហ្នឹងបិទក្រុមហ៊ុនមិនឲ្យនាំចេញនាំចូលវាជាការពិតហើយវាបាត់ហើយរឿងការងារនោះវាបាត់ទាំងចំណូលបាត់អីហ្នឹងវាត្រូវហើយក៏ប៉ុន្តែបងប្អូនត្រូវចាំណាបើបងប្អូននៅទៅគ្រប់គ្រងទៀតណាអញ្ចឹងមានន័យថាបងប្អូនលុយកាក់បងប្អូនណាគ្រប់កាក់គ្រប់សេនគ្រប់រៀលគ្រប់ដុល្លារបងប្អូនទៅគ្រប់គ្រងគេមានន័យថាបងប្អូនទៅចិញ្ចឹមអ្នកដែលឈ្លានពានយើងនោះបងប្អូនទៅចិញ្ចឹមគេឲ្យធំធាត់គេយកកំភ្លើងមកបាញ់ពលរដ្ឋយើងងាប់ចិញ្ចឹមគេឲ្យធំធាត់ឲ្យគេមកឈ្លានពានយើងគេប្រមាថការជាយើងនោះតែបងប្អូនវាយល់កន្លែងហ្នឹងដែរណាអញ្ចឹងកុំលើកហេតុផលបន្តិចបន្តួចហ្នឹងណាវាប៉ះពាល់ប៉ុន្តែត្រូវគិតបញ្ហាជាធំត្រូវគិតបញ្ហាជាធំបងប្អូនទៅចិញ្ចឹមជនឈ្លានពានណាអាហ្នឹងគ្រាន់សុំបញ្ជាក់ទេហើយខ្ញុំប្រកាសណាខ្ញុំសូមលើកឧទាហរណ៍មួយដែលបានសិក្សាស្វែងយល់ដល់ផ្ទាល់ណានៅលើរដ្ឋាភិបាលនិងប្រទេសជាតិគេមួយដែលខ្លាំងណាកាលខ្ញុំប្រកាសណាខ្ញុំបានទៅរៀននៅប្រទេសអូស្ត្រាលីមានភោជនីយដ្ឋានមួយដែលគាត់បើកណាហើយខ្ញុំស្គាល់ហើយខ្ញុំមិនសុំមិនលើកយកឈ្មោះប្រទេសដល់ផ្ទាល់ទេគឺប្រទេសមួយនោះគឺដែលគាត់ជាម្ចាស់ភោជនីយដ្ឋានហ្នឹងគាត់ជាចុងភៅជាអីគាត់មានបុគ្គលិកមានអីចឹងទៅប៉ុន្តែប្រទេសគាត់នឹងជាអតីតប្រទេសដែលនៅក្នុងប្លុកកុម្មុយនីសហើយទោះបីបានប្រែក្លាយប្រទេសនោះមកជាប្រទេសប្រជាធិបតេយ្យទៅហើយប៉ុន្តែកម្រិតនៃទំនាក់ទំនងជាមួយនឹងប្រទេសអូស្ត្រាលីហ្នឹងវានៅតែវាមានកម្រិតណាហើយគាត់បើកភោជនីយដ្ឋានហ្នឹងមួយឬបើករេស្តូរ៉ង់មួយគាត់ដាក់ឈ្មោះប្រទេសហ្នឹងគាត់ព្យាយាមបើក3ឆ្នាំគាត់ប្រាប់អត់មានអ្នកចូលរប៉េះរប៉ោះអ្នកចូលរប៉េះរប៉ោះហើយរហូតដល់គាត់រៀបនឹងដួលហើយគាត់ក៏មានអ្នកផ្ដល់យោបល់ឬក៏គាត់ឆ្វេងយល់ទៅឃើញអញ្ចឹងគាត់ដូរដាក់ទៅឈ្មោះប្រទេសមួយទៀតដែលវាមានវប្បធម៌ប្រហាក់ប្រហែលគ្នាហ្នឹងគ្រាន់តែដូរផ្លាកឈ្មោះហាងដូរឈ្មោះហាងតែប៉ុណ្្នឹងទេហើយនឹងមានដូររូបថតអីគេថា 4-5 សន្លឹកនៅខាងក្នុងអីចឹងមកក៏ប៉ុន្តែតកែនៅដដែលចុងភៅនៅដដែលបុគ្គលិកនៅដដែលស្អីនៅដដែលទាំងអស់បែរជាមានអ្នកគ្រប់គ្រងណាចូលហាងរបស់គាត់ណែនសុកសៅរ៍អាទិត្យបើមិនកក់តុកទេអត់មានកន្លែងអង្គុយទេបែបព្រោះហាងរបស់គាត់នៅជាប់មាត់សមុទ្រនោះណានៅជាប់មាត់សមុទ្រហើយអញ្ចឹងនេះបញ្ជាក់ពីអីគេ
bạch chế piប្រជាពលរដ្ឋគេមានឆន្ទៈនយោបាយគេមានឆន្ទៈគ្រប់គ្រងរាជរដ្ឋាភិបាលរបស់គេអញ្ចឹងបើប្រទេសណាដែលឆ្លៀនពៀនដែលធ្វើឲ្យខូចផលប្រយោជន៍ប្រទេសជាតិគេប្រទេសណាដែលប្រមាថមើលងាយទៅលើរដ្ឋាភិបាលឬប្រទេសជាតិរបស់គេពលរដ្ឋរបស់គេហ្នឹងគឺគេមិនគ្រប់គ្រងទេណាគេមិនគ្រប់គ្រងទេអញ្ចឹងនេះជាឧទាហរណ៍មួយដែលខ្ញុំប្រកាសណាខ្ញុំបានរៀនសូត្រណាដោយផ្ទាល់អំពីការងារនេះដូច្នេះសូមបញ្ជាក់ទៅបងប្អូនប្រជាពលរដ្ឋកម្ពុជានៅទីនេះដែរណានៅពេលណារាជរដ្ឋាភិបាលសម្រេចចិត្តធ្វើអ្វីមួយគឺបងប្អូនមិនបាច់ចាំទៅធ្វើអ្វីទេគ្រាន់តែគ្រប់គ្រងនិងដើរតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនោះបញ្ជាក់ថាយើងបានជួយច្បាំងជាមួយសត្រូវរួចហើយណាអានេះខ្ញុំប្រកាសណាសូមលើកយកតែប៉ុណ្្នឹងទេលើកដោយសង្ខេបប៉ុន្តែនៅក្នុងចំណុចនេះសូមបញ្ជាក់ឡើងវិញណាគ្រប់កាក់គ្រប់សេនរបស់បងប្អូនសូមកុំគ្រប់គ្រងសត្រូវដែលឈ្លានពានយើងហើយសូមបញ្ជាក់តែប៉ុណ្្នឹងដែរហើយចំពោះចំណុចទី5ដែលជាចំណុចក្រោយនោះចំពោះសារហ្នឹងអត្ថន័យរបស់វាខ្ញុំប្រកាសណាខ្ញុំយល់ថាវាជាការវះកាត់នៅភាពជាបងធម៌បងធម៌របស់គ្រួសារសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនហ្នឹងជាមួយនឹងគ្រួសាររបស់លោកថាក់ស៊ីនអញ្ចឹងការកាត់ផ្ដាច់នេះវាជារឿងមួយល្អនៅពេលនេះកុំឲ្យពួកចង្រៃប្រឆាំងរប៉េះរប៉ោះហ្នឹងពួកចង្រៃនៅកម្ពុជាក៏ដូចជាពួកចង្រៃនៅប្រទេសថៃហ្នឹងចេះតែលើកយកអាហ្នឹងមកធ្វើជាឧបករណ៍នយោបាយឲ្យវាយប្រហារដូច្នេះសារដែលធ្លាយទៅហ្នឹងគឺវះកាត់ដាច់ហើយឃើញថាអ្វីគ្រប់យ៉ាងលែងមានជាបងធម៌បងធម៌ទៀតហើយណាអញ្ចឹងអត់មានអ្វីជាការតាំងចិត្តអ្វីជាការបដូរផ្ដាច់នៅក្នុងតំណែងតំណងជាបងធម៌បងធម៌ទៀតហើយអញ្ចឹងសូមឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាយល់ច្បាស់ហើយជាពិសេសម៉ាស៊ីដែលចូលចិត្តលើកដដែលដែលប្រឆាំងនៅក្រៅប្រទេសក្តីឬក្រុមដែលនិយាយនៅក្នុងស្រុករប៉េះរប៉ោះនឹងក្តីអាចមើលឃើញបានច្បាស់ហើយណាបើឃើញយ៉ាងច្បាស់ហើយថាភាពជាការយោគយល់គ្នាក្នុងនាមបងធម៌បងធម៌មិនមានទៀតទេមានតែផលប្រយោជន៍ជាតិមានតែការធ្វើការសម្រេចចិត្តនិងការអនុវត្តគឺបញ្ហាឯករាជ្យជាតិនិងលើកផលប្រយោជន៍ប្រទេសកម្ពុជាជាធំលើសអ្វីទាំងអស់ដូច្នេះឃើញថាចំណុចនេះវាជារឿងមួយដែលយើងអាចក្នុងនាមប្រជាពលរដ្ឋធម្មតាក៏អាចវាយតម្លៃបានដែរណាវាយតម្លៃបានដែរអញ្ចឹងគោលដៅទី5នេះគឺវាជាការវះកាត់នៅភាពជាបងធម៌បងធម៌ហើយរុញទូកបណ្ដោយទឹកឲ្យវាទៅពីព្រោះបើទុកផែថងឋានឬទុកថាក់ស៊ីនក៏មិនអាចធ្វើអ្វីកើតដែរតែផ្ទុយទៅវិញវាបង្កឲ្យទៅជាក្រុមប្រឆាំងទាំងនៅកម្ពុជាទាំងនៅប្រទេសថៃនឹងយកអាភាពជាបងធម៌បងធម៌មកធ្វើជាឧបករណ៍នយោបាយដើម្បីវាយប្រហារទៅវិញហើយបើទុកឲ្យភាពបងធម៌បងធម៌នៅជាមួយគឺផែថងឋាននឹងមិនអាចមានច្រកណាមួយសម្រាប់ខ្លួនឯងទេហើយជាពិសេសគឺគ្រប់ការរញ៉េរញ៉ៃនៃរាជរដ្ឋាភិបាលរបស់ថៃហ្នឹងឬក៏រដ្ឋាភិបាលថៃហ្នឹងគឺការដោះស្រាយបញ្ហាទាំងឡាយជាមួយនឹងកម្ពុជាមិនអាចទៅរួចទេហើយវានៅកាន់តែអូសបន្លាយហើយបើទុកឲ្យអូសបន្លាយវាអាចជាកម្ពុជានឹងធ្វើឲ្យថៃនឹងគេសម្រេចគោលបំណងរបស់គេក្នុងការពន្យាពេលក្នុងការដោះស្រាយរឿងបញ្ហាព្រំដែននឹងជាមួយកម្ពុជាហ្នឹងមួយទៀតគឺការកាត់ផ្ដាច់រវាងបងធម៌បងធម៌នេះកុំឲ្យនៅពេលដែលលទ្ធផលឬក៏សាលក្រម ICJ ចេញមកនោះវាជារឿងមួយនាំឲ្យពិបាកទទួលយកនៅពេលដែលក្រុមអាមាត្យនឹងបង្ខំឲ្យផែថងឋាននៅទទួលយកលទ្ធផលនោះទោះចង់ឬមិនចង់ដូច្នេះបើកាត់ផ្ដាច់
ក្រុមពីរហ្នឹងគេប្រើអ្នកណាទៅទទួលលទ្ធផលហ្នឹងក៏ប្រើទៅអានោះជារឿងរបស់គេបាទអញ្ចឹងខ្ញុំប្រកាសណាសូមសង្ខេបប៉ុណ្ណឹងតកតងទៅនឹងគោលដៅ5នៃព្រួយមួយដែលបានចេញហ្នឹងទៅទី1គឺនិយាយអំពីឯករាជ្យភាពនិងភាពខ្លាំងរបស់ព្រះរាជាណាចក្រកម្ពុជាដែលក្រោមការដឹកនាំរបស់គណៈបព្វប្រជាជនហើយជាពិសេសគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងនាយករដ្ឋមន្ត្រីគឺសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតទី2ប្រទេសថៃគឺជាមន់ចាល់ថាគឺចាញ់យុទ្ធសាស្ត្ររបស់កម្ពុជាចាញ់ហើយចាញ់ទៀតនិងចាញ់អត់ឈប់ឈរទៅថ្ងៃមុខក៏នៅតែចាញ់ដែរហើយទី3គឺភាពរញ៉េរញ៉ៃនៃការដឹកនាំនៅក្នុងប្រទេសថៃហ្នឹងដែលការច្បាំងគ្នារវាងអំណាចមិនឯកភាពគ្នាទាស់តែងគ្នាហើយវាធ្វើឲ្យការដោះស្រាយនានារអ្នកមកដោះស្រាយជានយោបាយក្តីជាបច្ចេកទេសក្តីគឺដោះស្រាយមិនមានផលប្រយោជន៍ទេហើយនៅតែបន្ទោសគ្នាអ្នកនេះបន្ទោសនោះបន្ទោសនេះអ្នកដែលមកទទួលខុសត្រូវសម្រាប់ចិត្តឲ្យចេញជាកិច្ចការជាសាច់ការឬជាផ្លូវការមិនបានទេហើយទី4និយាយពីសេដ្ឋកិច្ចយើងថ្នាក់ថ្នមយើងចង់បានសេដ្ឋកិច្ចរីចម្រើនយើងត្រូវការវិនិយោគយើងត្រូវការប្រតិបត្តិការជាមួយប្រទេសទាំងអស់ជាពិសេសគឺប្រទេសថៃនឹងតែម្ដងក៏ប៉ុន្តែយើងក៏មិនចង់ចិញ្ចឹមពួកឆ្លៀតពៀនឲ្យធំធាត់ដើម្បីមកឆ្លៀតពៀនប្រទេសយើងទេចំណុចទី5នោះគឺការវះកាត់រវាងបងធរប្អូនធរដើម្បីកុំឲ្យក្រុមពួកប្រឆាំងមាត់ចង្រៃចេះតែលើកយករឿងហ្នឹងមកជជែកវែកញែកហើយអាចលើកជាឧបសគ្គក្នុងការសម្រេចនៅនយោបាយផ្សេងរវាងប្រទេសទាំងពីរបាទខ្ញុំប្រកាសណាសូមសង្ខេបប៉ុណ្ណឹងឥឡូវនេះដោយសារពេលវេលាសូមបដូរបរិយាកាសជាមួយនឹងបទចម្រៀងចំនួន2បទសិន